ទាំងទូចមិញតាំងពី2022នេះដល់គ្នាផ្ទាំងប៉ុណ្ណឹងយកមកកាន់មកគឺតាំងពី2022គឺវាអត់អាប់ដេតទេប៉ុន្តែឥឡូវនេះគឺដូរទម្រង់តែម្ដងឡើងប៉ុណ្ណាណីដូរទម្រង់នេះនៅឆ្នាំ2025មកចុងឆ្នាំទៀតកាលមុន Business Manager ធ្វើការអាប់ដេតឥឡូវចូលមកដល់ Payment Setting តែម្ដងអ្នកទាំងអស់គ្នាអូយមួយថ្ងៃនិយាយរួមទៅអត់ឲ្យតនេតែម្ដងអ្នកទាំងអស់គ្នាអាប់ដេតអត់ឈប់អត់ចូលតែម្ដងកន្លែង Payment Setting ពីមុនអ្នកទាំងអស់គ្នាចាំមកខ្ញុំដាក់ឲ្យអ្នកទាំងអស់គ្នាមើលតែម្ដងនេះវាប្លែកមែនវាប្លែកភ្នែកហ្មងអ្នកទាំងអស់គ្នាសម្រាប់បងម្ចាស់អាជីវកម្មដូចជាបងខាង Digital Marketing មិនក៏ដឹងកន្លែងនេះព្រោះបើយើងមុននឹងចូលក្នុង AdBoost យើងចូលកន្លែង ADM Manager ហើយយើងចូលកន្លែង Payment Setting មកកន្លែងយើង pay លុយឲ្យ Facebook អ្នកនរគ្នាដើម្បីយើងបន្តអាជីវកម្មរបស់យើងវាមានទម្រង់ទូចមែនទេអ្នកនរគ្នាអាចមើលបានខ្ញុំឲ្យអ្នកនរគ្នាមើលតែម្ដងនេះអ្នកនរគ្នាឃើញផ្ទាំងទូចមែនទេហើយផ្ទាំងប៉ុណ្ណេះយើងមើលទៅវាទូចនេះវាទូចមែនទែនប្រហែលជាមកចង្អាមកយើងមើលពេលខ្ញុំ refresh នេះបងប្អូនពេលខ្ញុំ refresh ចាំមើលផ្ទាំងវាប៉ុណ្ណាឥឡូវខ្ញុំធ្វើការ refresh មួយច្បាច់នេះអ្នកបងប្អូនអ្នកបងប្អូនឥឡូវរៀង slow នេះមើលមុននឹងផ្ទាំងប៉ាត់ទេមកចង្អាមយើងនេះបងប្អូនវាស្រួលមើលដល់ពេលឥឡូវនេះឡើងផ្ទាំងរបស់ប៉ុណ្ណាណៃនេះចូលពីយ៉ាងអាមនិយាយទៅអាប់ដេតមិញណាអ្នកនរគ្នានេះនិយាយរំទៅវាឲ្យភ្នែកយើងសាំនឹងអ្វីដែលដដែលទេគឺវាអាប់ដេតថ្មីរហូតដល់ពេលយើងអ្នកធ្វើការជាមួយគឺប្លែកភ្នែករាល់ថ្ងៃតែម្ដងអ្នកនរគ្នាមុននឹងខ្ញុំអត់ត refresh ឲ្យអ្នកនរគ្នាមើលគឺទូចមែនទេពេលខ្ញុំ refresh មកឡើងប៉ុណ្ណាណៃអ្នកនរគ្នាមើលឡើងប៉ុណ្ណាណៃនិយាយរួមទៅគឺវាឲ្យយើងសាំនៅអ្វីដែលដដែលទេអ្នកនរគ្នាវាឲ្យយើងនិយាយទៅវាឲ្យយើងភ្លក់រសជាតិថ្មីជារៀងរាល់ថ្ងៃសម្រាប់ខាងបងខាង Digital Marketing ដែលគាត់ធ្វើទីផ្សារគាត់ប្រើជាមួយនឹង run ជាមួយនឹង Facebook Ad កន្លែងដែលគាត់ឆែកកន្លែង Payment Setting ដូចខ្ញុំប្រាប់មិញអ្នកនរគ្នាមុនដំបូងគឺវាទូចមែនទែនពេលយើងមើលទៅវាស្រួលមើលហ្មងវាចំភ្នែកយើងប៉ុន្តែឥឡូវនេះឡើងបើសិនជាផ្ទាំងកុំព្យូទ័រយើងធំនឹងប៉ុណ្ណាណៃអាប់ដេតរហូតតែម្ដងអ្នកនរគ្នាវាឲ្យយើងសាំនៅអ្វីដដែលទេវាឲ្យយើងប្លែករហូតតែបើសិនតែយើងតាមមិនទាន់ក៏កំពុងវែងនឹងការប្រើប្រាស់ដែរអ្នកនរគ្នានិយាយទៅសំខ្លាចហើយយើងធ្វើការអីពេលយើងធ្វើការខាង marketing ហ្នឹងហើយយើងជំរុញនៃការលក់ផងតែបើសិនជាយើងអត់ដឹងពីការ update របស់ ad manager ទេគឺទៅមុខលរួចទេអ្នកនរគ្នាគឺតឹងមែនទេហើយមានវីដេអូជាច្រើនទៀតអ្នកនរគ្នាវីដេអូមានច្រើនណាស់អ្នកនរគ្នាដែលខ្ញុំចែកម្លែកនៅលើ social media ដូចជានៅលើ page របស់ខ្ញុំគឺខ្ញុំផុសជារៀងរាល់ថ្ងៃតែម្ដងអ្នកនរគ្នាហើយបងប្អូនយើងកុំភ្លេចជួយ follow page ខ្ញុំអ្នកមួយផងឲ្យបងប្អូនដទៃទៀតក៏បានឃើញពេលដែលបងប្អូន follow ហើយបងប្អូនចុច like ហើយចុច share ដើម្បីឲ្យ
បងប្អូនដទៃទៀតគាត់បានឃើញនៅវីដេអូរបស់ខ្ញុំយើងទៅមានតែបងម្ចាស់ជីវកម្មផ្ទាល់ខ្លួនហើយក៏ដូចជាខាងបង digital marketing ទៅគិតយល់អាហ្នឹងសិតតែការងាររបស់យើងតែយើងមើលអត់តន់ណាអ្នកនរគ្នាគឺវងវែងហើយនឹងវងមាត់មេតាមានរបស់លេងថ្មីនិយាយទៅអាផ្ទាំងតូចមិញតាំង2022អ្នកនរគ្នាផ្ទាំងប៉ុណ្ណឹងយកមកកាន់មកគឺតាំង2022គឺវាអត់អាប់ដេតទេប៉ុន្តែឥឡូវនេះគឺដូរទម្រង់តែម្ដងឡើងប៉ុណ្ណាណីដូរទម្រង់នេះនៅឆ្នាំ2025ហើយចុងឆ្នាំទៀតខែ11ទី22 21តាដល់ដល់មក12ហើយថ្ងៃទី21ខែ11ឆ្នាំ2022វាអាប់ដេតទម្រង់ទៅលើ payment setting វាឲ្យយើងជំរាបចិត្តទេពីមុនទូចយើងមើលទៅបើបងខ្លះក៏ចូលចិត្តមើលទៅហើយបងខ្លះទៀតគឺគាត់អត់ចូលចិត្តមើលទេវាទូចពេកបើចង់បានធំល្អដល់ពេលឥឡូវធំគេមែនផ្ទាំងកុំព្យូទ័រប៉ុណ្ណាគឺធំប៉ុណ្ណឹងតែម្ដងអ្នកនរគ្នាហើយខ្ញុំចូលចិត្តមើលអាទូចដល់ពេលឥឡូវវាអាប់ដេតទៅជាធំចឹងហើយយើងមានតែរៀនមើលនឹងឯអ្នកនរគ្នានិយាយទៅតែថ្ងៃចាស់មួយថ្ងៃគឺដឹងយ៉ាងអាចធ្វើបានវាអត់មានអីជាសាមញ៉ាំទេវាអាប់ដេតតម្រងនេះក៏ល្អដែរគ្នាធំទាំងធំហ្នឹងស្រួលតែពេលយើងចុចដៃវានឹងទៅអ្នកអត់គ្នាគ្រាន់តែយើងដាក់ម៉ៅយាយក្លេកមកដល់ទៅពេលនេះទាញឆ្វាយដល់នោះទាញឆ្វាយដល់នេះហើយយើងវារៀងប្លែកភ្នែកអីប្លែកដៃដែលយើងតបធ្វើព្រោះរៀងយូរដែរអ្នកនរគ្នាវាផ្ទាំងតូចមកចង្អាមិញតាំង2022រហូតដល់ឥឡូវគឺវាអត់ទាន់អាប់ដេតទេវាទៅតែអាប់ដេតមុននឹងបន្តិចដែលខ្ញុំ refresh ឲ្យអ្នកនរគ្នាមើលហ្នឹងគឺផ្ទាំងធំពេកចឹងយើងរៀងប្លែកភ្នែកប្លែកទឹកដៃអូខេបងប្អូនយើងវីដេអូក៏មានតែប៉ុណ្្នឹងអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយខ្ញុំនឹងចែកម្លែកអ្វីដែលថ្មីៗទាក់ទងទៅនឹងខាង Facebook Ad បាយបាយ